បាទសួស្តីបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ទៅលើវិស័យចំសัตว์អញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូតាក់ទងជាមួយនឹងការលាយចំណីទៅឲ្យកង្ងានរបស់យើងបងប្អូនអញ្ចឹងចំពោះសត្វកង្ងានវាស៊ីអត់សូវរើសទេបងប្អូនមានអីក៏វាស៊ីដែរសំខាន់លើយើងទម្លាប់វាអញ្ចឹងជាក់ស្ដែងដូចកង្ងានរបស់ខ្ញុំលាយជាប្រចាំថ្ងៃខ្ញុំលាយ5មុខហ្នឹងមានដូចជាចំណីសម្រេចមានស្រូវមានកន្ទក់មានស្មៅមានបាយអញ្ចឹងទៅបងប្អូនករណីយើងលាយនេះទីមួយយើងចង់កាត់បន្ថយនៅថ្លៃដើមនៃការចំណាយរបស់យើងកាលណាយើងឲ្យវាស៊ីចំណីសម្រាប់សុទ្ធវាទីថ្លៃហើយវាធ្វើឲ្យសាច់កង្ងានរបស់យើងអត់សូវឆ្ងាញ់បងប្អូនអញ្ចឹងយើងគួរតែលាយជាមួយនឹងស្មៅជាមួយនឹងអីផ្សេងៗយ៉ាងទៀតទៅដើម្បីឲ្យការចំណាយរបស់យើងវាអស់តិចដូចជាស្មៅដូចជាបាយនេះយើងសិតតែដាំបានហើយបាយម៉ែក៏លក់អញ្ចឹងទៅវាសល់បាត់ឆ្នាំយើងអាចដាក់បានចឹងបន្ទាប់ពីយើងនេះហើយយើងច្របល់វាឲ្យស្មើសាច់ហ្នឹងបងប្អូនឲ្យវាសព្វគ្នាមកអញ្ចឹងចំពោះការលេងនេះគឺយើងត្រូវតាមដានដែរដោយសារការចាំខ្ញុំរយៈពេលកន្លងមកនេះការលេងចំណីបែបនេះគឺយើងដាក់ទៅឃើញថាសត្វរបស់យើងវាជួយអត់ស៊ីកង្ងាននៅនឹងទីកប៉ាវាជួយអត់ស៊ីហើយវាធ្វើឲ្យសុខភាពរបស់សត្វហ្នឹងវាអត់មានបញ្ហាអីទេហើយចំណុចមួយទៀតដែរគឺវាយើងតាមដានទៅលើគីឡូរបស់កង្ងានវាឡើងដែរបងប្អូនអញ្ចឹងមានន័យថាយើងលាយទៅវាត្រូវជាមួយនឹងអ្វីដែលសត្វរបស់យើងវាចង់បានណាអញ្ចឹងអាហ្នឹងយើងត្រូវតាមដានកន្លែងហ្នឹងដែរបងប្អូនកាលណាយើងលាយហើយយើងដាក់ទៅសត្វរបស់យើងអត់សូវស៊ីមានន័យថាយើងលាយវាអត់ត្រូវសមាធិរបស់វាតែករណីថាយើងលាយហើយសត្វរបស់យើងស៊ីច្រើនហើយសុខភាពវាល្អគីឡូវាឡើងមានន័យថាការលាយរបស់យើងគឺវាត្រឹមត្រូវហើយទៅតាមអ្វីដែលសត្វយើងចង់បានហើយអញ្ចឹងយើងគួរតែលាយបែបហ្នឹងតែបងមើលវីដេអូចាក់ស្ដែងគឺកង្ងានហើយនឹងទារបស់ខ្ញុំវាស៊ីចំណីល្អបងប្អូននិយាយថាវាឆ្ងាញ់ណាបងប្អូនចំណុចសំខាន់មួយទៀតកង្ងានយើងត្រូវតែធ្វើអាងទឹកឲ្យវាលែងបងប្អូនដោយសារតែធម្មជាតិរបស់កង្ងានវាជួយលេងទឹកអញ្ចឹងបើយើងអត់ដាក់ទឹកឲ្យវាទេគឺវាដូចថាវាដូចវាខុសអីមួយយ៉ាងអញ្ចឹងបងប្អូនវាមិនជាធម្មជាតិរបស់វាអញ្ចឹងបើយើងមានទឹកឲ្យវាលែងទៅនៅពេលដែលវាស៊ីចំណីហើយវាមកអត់មកលែងទឹកចេញវាលែងទឹកវាស៊ីចំណីវិញអញ្ចឹងវាធ្វើឲ្យសត្វរបស់យើងសុខភាពវាល្អវាសុបាយចិត្តហើយមួយទៀតវាបានលាងសម្អាតទៅលើខ្លួនរបស់វាដើម្បីកុំឲ្យខ្លួនរបស់វានោះស្អុយលាមកឬក៏ស្អុយផុសអញ្ចឹងយើងគួរតែធ្វើអាងទឹកឲ្យវាអញ្ចឹងបងប្អូនអញ្ចឹងយើងចាំសត្វយើងត្រូវដឹងពីលក្ខណៈធម្មជាតិរបស់វាអញ្ចឹងបានយើងចាំទៅវាឆាប់បានផលតែបើយើងអត់បានដឹងពីលក្ខណៈធម្មជាតិរបស់វាទេវាអាចនឹងយូរវាងាយបានផលណាបងអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតអរគុណ